ធ្វើនេះខ្ញុំធ្វើដើម្បីជាតិខ្ញុំធ្វើនេះដោយសារតែខ្ញុំស្រឡាញ់ជាតិគឺខ្ញុំស្រឡាញ់ជាតិខ្ញុំខ្លាំងមែនតើខ្ញុំត្រូវតែធ្វើបែបណាឲ្យគេស្គាល់ពីប្រទេសខ្មែរយើងឲ្យបានកាន់តែច្រើនចាប់តាំងពីពេលដែលប្រទេសយើងមានរឿងរ៉ាវច្រើនមកគឺវាបានផ្លាស់ប្ដូរ mindset ខ្ញុំទាំងស្រុងតែម្ដងការគិតរបស់ខ្ញុំគឺផ្លាស់ប្ដូរជាមុនមួយវិញទៀតគឺវាបានផ្ដល់មេរៀនឲ្យខ្ញុំរៀនច្រើនខ្លាំងមែនតើមកជាពិសេសក្នុងនាមខ្ញុំជាយុវជនចំនួនក្រោយគឺខ្ញុំបានបញ្ញាចិត្តថាខ្ញុំនឹងខិតខំនៅក្នុងការសិក្សារៀនសូត្រនិងជាតំពាំងស្នងរស័យមួយដែលល្អសម្រាប់សង្គមជាតិមួយនេះដូចគ្នាដែរមួយវិញទៀតខ្ញុំនឹងចូលរួមលើកស្ទួយប្រទេសខ្មែរយើងជាពិសេសគឺនៅលើឆាកអន្តរជាតិធ្វើមិនឲ្យគេស្គាល់ពីប្រទេសខ្មែរយើងឲ្យបានកាន់តែច្រើនកាន់តែល្អដោយសារតែប្រទេសខ្មែរយើងសម្បូរទៅដោយវប្បធម៌អរិយធម៌ម្ហូបអាហារនិយាយទៅគឺមានច្រើនខ្លាំងមែនទែនអ្វីដែលកាន់តែពិសេសគឺប្រជាជនខ្មែរយើងគឺរុះរាយស្មោះត្រង់ហើយឱកាសក៏បានមកដល់នេះគឺជាមោទនភាពមួយសម្រាប់ខ្ញុំនិងប្រទេសជាតិខ្ញុំខ្លាំងមែនទែនតែម្ដងដែលខ្ញុំបានទៅតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិនៅប្រទេសសិង្ហបុរីអ្នកទាំងគ្នាហើយកម្មវិធីហ្នឹងគឺធំខ្លាំងមែនទែនកម្មវិធីនេះដែរគឺមានឈ្មោះថា IC Fellowship Program កម្មវិធីនេះគឺមានប្រទេសជាច្រើនដែលចូលរួមអ្នកទាំងគ្នាយទៅនៅបណ្ដាអាស៊ីអាគ្នេយ៍យើងទាំងអស់តែម្ដងនៅពេលវេលានេះដែរអ្វីដែលពួកខ្ញុំអាចធ្វើបានគឺមានតែតំណាងប្រទេសខ្មែរយើងធ្វើមិនឲ្យគេស្គាល់ពីប្រទេសខ្មែរយើងឲ្យបានច្រើនយទៅហ្នឹងគឺខ្ញុំរៀបចំច្រើនខ្លាំងតែមកអ្នកទាំងគ្នាមិនថាទាំងការនិយាយស្ដីការស្លៀកពាក់អីទេយទៅគឺគេឃើញគឺគេសរសើរមកគេថាអូស្លៀកពាក់ស្អាតម៉េះហើយសូម្បីតែភិនដែលខ្ញុំពាក់ហ្នឹងអ្នកទាំងគ្នាគេថាអូផ្កាអីហ្នឹងស្អាតបើខ្ញុំប្រាប់គេថានេះគឺជាផ្ការំដួលផ្កាតំណាងជាតិខ្មែរយើងហើយគឺគេចូលចិត្តក៏ដូចជាស្រឡាញ់តាក់ទងជាមួយនឹងពីខ្មែរយើងហើយគេក៏សរសើរថាខ្មែរយើងគឺជាប្រទេសមួយដែលរុះរាយរាក់ទាក់អីចឹងទៅនេះគឺជាមេរៀនមួយទៀតដែលខ្ញុំបានរៀនយទៅយើងចេះផ្លាស់ប្ដូរកំហឹងក៏ដូចជាការខឹងរបស់យើងហ្នឹងឲ្យទៅជា motivation មួយវិញបើសិនជាខ្ញុំប្រកាន់ចិត្តខឹងអន់ចិត្តគឺខ្ញុំអាចទៅតំណាងប្រទេសខ្មែរយើងឲ្យមានភាពរលូនចឹងបានអ្នកទាំងគ្នាចឹងទៅគឺខ្ញុំមានតែប្រែក្លាយអាទាំងអស់ហ្នឹងធ្វើជាកម្លាំងចិត្តដើម្បីប្រទេសខ្មែរខ្ញុំធ្វើនេះខ្ញុំធ្វើដើម្បីជាតិខ្ញុំធ្វើនេះដោយសារតែខ្ញុំស្រឡាញ់ជាតិគឺខ្ញុំស្រឡាញ់ជាតិខ្ញុំខ្លាំងមែនតើខ្ញុំត្រូវតែធ្វើបែបណាឲ្យគេស្គាល់ពីប្រទេសខ្មែរយើងឲ្យបានកាន់តែច្រើនគឺខ្ញុំមិនអាចធ្វើឲ្យវាមានបញ្ហាបានទេអ្នកទាំងគ្នាទោះបីជាពេលហ្នឹងយើងមានបញ្ហាខ្លាំងក៏ដោយចុះអ្នកទាំងគ្នាវិញអាចសន្យាជាមួយនឹងខ្ញុំបានថាអ្នកទាំងគ្នានឹងខិតខំនៅក្នុងការសិក្សារៀនសូត្រដើម្បីប្រទេសជាតិយើងទាំងអស់គ្នាស្វាគមន៍អ្នកទាំងគ្នាមកកាន់ Day 3នៅក្នុងកម្មវិធី IC Fellowship 2025ហើយសម្រាប់ workshop ថ្ងៃនេះដែរគឺពួកខ្ញុំបានទៅទស្សនកិច្ចនៅ SPX Media គឺគេមានច្រើនខ្លាំងតែមកអ្នកទាំងគ្នានៅខាងហ្នឹងគឺគេមានទាំងផ្នែក radio ផង DJ អីចឹងទៅអ្នកទាំងគ្នាឲ្យលយខ្លាំងមែនតើហ្មងរបៀបថាបងសែម្នាក់ដែលអ្នកគ្នាឃើញក្នុងវីដេអូហ្នឹងគាត់គឺជា DJ ខាង radio អីចឹងទៅហើយគឺគាត់ edit ខ្លួនឯងអីខ្លួនឯងទាំងអស់តែម្ដងហើយគាត់ edit លឿនណាស់អ្នកទាំងគ្នាកន្លងពេលដែលគាត់និយាយជាមួយនឹងពួកខ្ញុំហ្នឹងណាគឺជាពេលដែលគាត់កំពុងតែ edit ដូចគ្នាដែរហើយគឺលយខ្លាំងមែនតើស្លេងគាត់លះហ្នឹងណាហើយឥឡូវយើងចូលមកការបន្ទប់ radio ទី2ហើយបងប្រុសម្នាក់នេះគឺគាត់ខ្ពស់ខ្លាំងតែមកអ្នកទាំងគ្នាហើយគាត់ក៏បានចែកម្លែកបទពិសោធន៍ថាគាត់ក៏ធ្លាប់តលេងខ្មែរដែរថាខ្មែរយើង relax អីចឹងទៅអ្នកទាំងគ្នាហើយវា slow គឺគាត់ចូលចិត្តបែបអញ្ចឹងគាត់ចូលចិត្តមើលទេសភាពនៅប្រទេសខ្មែរយើងខ្លាំងមែនតើហ្មងនិយាយទៅកន្លែងហ្នឹងអ្នកទាំងគ្នាគឺគេរៀបរាប់ប្រាប់យើងច្រើនខ្លាំងមែនតើហ្មង SPX Media ហ្នឹងគឺធំខ្លាំងមែនតើអ្នកទាំងគ្នាគេនិយាយតាំងពីព័ត៌មាននិយាយទៅគឺគេមានកន្លែងព័ត៌មានគេផ្សេងគ្នាទាំងអស់គេចែកផាកគ្នាដាច់ពីគ្នាហ្មងហើយបើតែកាន់តែលយទៀតហ្នឹងគឺគេមាន studio ឈ្មោះច្រើនខ្លាំងមែនតើខ្ញុំអត់ចាំមកដូចជាមាន4 studio គេទាំងអស់មាន4អ្នកទាំងគ្នាហើយពួកខ្ញុំក៏ទទួលបានបទពិសោធន៍ថ្មីមួយទៀតដែរដែលយើងបានឃើញផ្ទាល់ថានៅហ្នឹងគឺគេរៀបមិនគេ set up ភ្លើងមិនអីចឹងទៅនិយាយពីថាអស់ស្ទះហ្មងហើយបើដែលខ្ញុំស្លាញ់ជាងគេពី workshop មួយនេះដែរគឺគេឲ្យយើង form ជាក្រុមអ្នកទាំងគ្នាគេចែកផាតគ្នាចឹងទៅមាន director មាន host មាន guest speaker មានអីចឹងទៅហើយខ្ញុំគឺជាអ្នកដែលដាក់ pro ឲ្យ host សួរទៅកាន់ speaker របស់យើងអីចឹងទៅនេះគឺជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ខ្ញុំ workshop មួយនេះដែរគឺព្រោះខ្ញុំបានច្រើនខ្លាំងមែនតើមិនថាទាំងទ្រឹស្ដីនិងការអនុវត្តផ្ទាល់ទេនេះគឺជាអ្វីដែលខ្ញុំចូលចិត្តពីខាង SPX Media តែម្ដង Thank you SPX Media for having us ឥឡូវកាត់បញ្ចូលការងារ hackathon វិញម្ដងហើយពេលងាយគឺខ្ញុំត្រូវធ្វើ hackathon ជាមួយនឹងមិត្តភក្តិខ្ញុំហ្វីលីពីនម្នាក់ហ្នឹងគឺគាត់ខំព្យាយាមក្នុងការធ្វើ hackathon ហ្នឹងខ្លាំងមែនតើមកអ្នកតគ្នាចឹងទៅពួកយើងបានមកញ៉ាំអីចុងភេទបាននិយាយជាមួយនឹង mentor មិនអីចឹងទៅហើយសម្រាប់វីដេអូ vlog នេះដែរគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកតគ្នាចង់មើល vlog បន្តទៀតកុំភ្លេច comment ខាងក្រោមនឹងផងហើយកុំភ្លេចជួយ repost ឲ្យខ្ញុំម្នាក់មួយផងណាអរគុណច្រើនបាយបាយ